ចឹងខ្ញុំចង់ធ្វើការប្រាប់អំពីរបៀបក្នុងការយក icon យកទៅប្រើប្រាស់នៅក្នុង HTML របស់យើងចឹងណាអញ្ចឹងគឺ step ដំបូងគឺយើងមាននៅជា file HTML យើងមួយសិនមកបន្ទាប់មកគឺយើងចូលទៅកាន់ Chrome ហើយបន្ទាប់មកយើងធ្វើការវាយទៅលើ website មួយឈ្មោះថា Fonavism នេះអញ្ចឹង Fonavism យើងមានទី1គឺយើងត្រូវយកនៅជា Fonavism CDN មានថាយើងដំណើរភ្ជាប់ទៅកាន់របស់របររបស់គេសិនមានថាយើងដំណើរភ្ជាប់ទៅកាន់ជា website របស់គេហើយបើអាចធ្វើការប្រើប្រាស់របស់គេបានទេណាអញ្ចឹង step ដំបូងគឺគេមាន2កន្លែងនេះគឺកន្លែងនេះគឺជា CDN គឺជាកន្លែងដំណើរភ្ជាប់ទៅកាន់ website របស់គេដើម្បីយករបស់របររបស់គេទៅប្រើប្រាស់នៅក្នុង file HTML បានអញ្ចឹងកន្លែងនេះគឺ CDN ដំណើរភ្ជាប់អានេះគឺជារបស់របរដែលយើងយកទៅប្រើប្រាស់អញ្ចឹងខ្ញុំធ្វើការចុច step ទី1គឺយើងយក CDN ណា CDN ហើយយើងធ្វើការ copy នៅកន្លែងនេះយើងមានជា copy URL ឬក៏ជា copy tag អញ្ចឹងយើង copy tag មកលឿន copy tag កន្លែងនេះយើង copy កន្លែងហ្នឹងហើយ step ដំបូងគឺយើងត្រូវយកអា CDN ហ្នឹងទៅដាក់នៅក្នុង header នេះនៅក្នុង header យើងអាច comment មួយដែលថា link CDN font CDN font Navism ដូចជា Navism ចាំមកអត់ផាវីចូលចេះយ៉ាចានេះគឺយើងបានធ្វើការដំណើរភ្ជាប់ទៅកាន់នេះហើយបន្តមកគឺយើងធ្វើការចូលទៅកាន់ website ផ្ទាល់របស់វាមកនេះគឺជា Fonavism តទៅយើងចុចចូលហើយយើងធ្វើការ search ទៅលើ icon នេះឥឡូវយើងចុចកន្លែងនេះមកឃើញកន្លែង icon ហ្នឹងយើងចុចកន្លែង icon បន្តិចមកបន្តមកយើងធ្វើការរើសទៅលើ icon ដែលយើងចង់បានដូចជា home ក៏បានយើង home ចេញមកគឺវាមាន icon នេះ icon ណាតែវា free ទេមិនទេហើយយើងប្រើទៅលើ star ទៅដែលយើងចង់បាន star ចឹង result យើងបានឃើញ star នេះហើយយើងធ្វើការឆ្លាញ់ទៅលើ star មួយនេះយើងចុចលើនឹងទៅតមកគឺយើង copy ទៅលើ tag មួយនេះទៅដាក់នៅក្នុង HTML file របស់យើងមកអញ្ចឹងវាមិនដែរលេង copy មកយ៉ាងហើយយើងធ្វើការយកវាមកដាក់ក្នុងនេះមកប៉ុណ្ណឹងគឺយើងអាចប្រើប្រាស់បានយើងអាចធ្វើការទៅមើល result អញ្ចឹង result គឺយើងទទួលបាននៅកាយនេះអញ្ចឹងគឺប៉ុណ្ណឹង step របស់វាគឺទី1យើងត្រូវយក CDN គឺដំណើរភ្ជាប់ទៅកាន់ website របស់គេ step ទី2គឺយើងអាចធ្វើការយកនៅជា tag icon របស់គេមកប្រើប្រាស់ក្នុង file របស់យើងបានហើយតែប៉ុណ្ណឹង